ក្រៅពីប្រឡំស្រាងធ្វើដំណើរទៅកាន់ខេត្តកំពតហើយសារនេះហាគឺមិនឲ្យបងប្អូនកប់ម្ដងទេនឹងខ្ញុំនឹង review ពាក់ព័ន្ធទៅនឹងកន្លែងស្នាក់នៅដែលមានតម្លៃសមរម្យហើយពាក់ព័ន្ធនឹងការរៀបចំវិញគឺស្អាតដែលយើងអាចទទួលយកបានហើយបាននិយាយពីទេសភាពមើលពីវេរ៉ង់ដាទៅវិញគឺទេសភាពគឺល្អគឺ the best សម្រាប់អ្នកដែលចូលចិត្ត review នៅតាមវេរ៉ង់ដាមើលទៅទេសភាពភ្នំព្រៃព្រឹក្សាអាចមកគេងនៅទស្សនៈនេះបានតោះកុំឲ្យខាត់ពេលយូរមកចូលមកទស្សនាការ review បន្ទប់នៅផ្ទះសំណាក់ដែលនឹងខ្ញុំមកលេងខេត្តកំពតទាំងអស់គ្នាណាIt's a matter of time, gonna blow your mind. Get a little taste on my lips, feel it in my fingertips. You know it's gonna feel so right. Hold on tight, I'm gonna take you on a wild ride. Nothing can stop my love, not when I'm burning for you, can't stop my love. Nothing in the world I'd rather do. Come and see what I'm dreaming of. You know it's like nothing can stop my love. Nothing can stop my love. Put your hand in mine, come into the light. You're the only man that I need. Now that you've discovered me, you know it's gonna feel so right. Hold on tight, I'm gonna take you on a wild ride. Nothing can stop my love, not when I'm burning for you, can't stop my love. Nothing in the world I'd rather do. ហើយបាននិយាយអំពីការ decor លើក្រែវិញគឺស្អាតហើយមានរូបអប្សរាមានរូបផ្កាភ្ញីគេហៅថាផ្ការំដួលទៀតណាបងប្អូនមើលទៅគឺស្រស់ស្អាតខ្លាំងមែនទែនហើយមានព្យួរទៅដោយរូបគំនូរប្រាសាទអង្គរវត្តរបស់យើងទៀតណាបងប្អូនគឺស្រស់ស្អាតជារួមទៅការរៀបចំបន្ទប់របស់គេគឺមើលទៅដែលយើងអាចទទួលយកបានមកតម្លៃសមរម្យដែលយើងអាចទទួលយកបានហើយគេថែមទឹក Cambodia 2 ដងតូចៗឲ្យយើងដូចផ្ទះសំណាក់ឬក៏ស្ថានភាពទូទៅដែរហើយមកកន្លែងមកមើលទេសភាពនៅខាងក្រៅវិញគឺខ្ញុំជឿទេសភាពបែបហ្នឹងបងប្អូនចុះចំណែកឯអ្នកដែលបានទស្សនាវីដេអូនេះគឺមានចំណាប់អារម្មណ៍ដូចនឹងខ្ញុំដែរនេះខ្ញុំចូលចិត្តផ្ទះសំណាក់ឬក៏ស្ថានភាពណាដែលអាចមើលទៅខាងក្រៅមើលឃើញ view ទេសភាពខាងក្រៅភ្នំព្រៃព្រឹក្សាអីស្អាតចឹងគឺនឹងខ្ញុំចូលចិត្តតែម្ដងព្រឹកឡើងគឺនឹងខ្ញុំបានមើលឃើញទេសភាពងាកឡើងបានមើលឃើញថ្ងៃរៀបលឹកគឺសប្បាយខ្លាំងមែនតើប៉ុន្តែដោយសារតែនាងខ្ញុំអត់បានថតអាពេលថ្ងៃរៀបលឹកវាចាំងចូលមកដល់ក្នុងកន្ទប់យើងគឺពលឺស្អាតខ្លាំងមែនតើហើយពេលព្រឹកណាដែលនាងខ្ញុំថតហ្នឹងមើលឃើញភ្នំប៉ុន្តែនាងខ្ញុំអត់ដឹងថាភ្នំបូកគោខាងណាព្រោះមើលអត់ឃើញទេដោយសារតែច្រឡងភ្នំពីមួយទៅមួយគឺវាមានភ្នំច្រើនណាអញ្ចឹងយើងអាចមើលឃើញភ្នំចិត្តនឹងទេភ្នំឆ្ងាយពីនឹងយើងមើលឃើញទេហើយក៏មើលឃើញនាឡិកាយៈប៉ុន្តែមើលពីផ្ទះសំណាក់ដែលខ្ញុំជួលហ្នឹងគឺមើលទៅឃើញទូចនាឡិកាមើលមិនចង់ឃើញនាឡិកាយៈពេលដែលយើងជួលចំទីតាំងឬក៏កន្លែងដែលយើងស្នាក់នៅមានកន្លែងដែលឲ្យយើងមើលទេសភាពចឹងបានយើងមានអារម្មណ៍ថាស្រស់ស្រាយទោះបីជាតម្លៃរៀងថ្លៃគិតថាតម្លៃរៀងថ្លៃបន្តិចណាក៏ប៉ុន្តែគឺខ្ញុំចង់បានបរិយាកាសបែបហ្នឹងហើយណាមួយពេលដែលខ្ញុំមកស្នាក់នៅទេសនាហ្នឹងគឺវាពេលដូចថាអាកាសធាតុវាត្រជាក់ដែរនៅតំបន់ភ្នំវាតែងតែរៀងត្រជាក់ចឹងហើយយើងយកជាបន្ទប់កង្ហារក្រែមួយចឹងទៅតម្លៃខ្ទង់ដូចថាអាចយើងទទួលយកបានពីរឿងថ្លៃដែរប៉ុន្តែយើងចង់បានបរិយាកាសបែបហ្នឹងបងប្អូនអញ្ចឹងយើងថាទទួលយកបានចាស់តម្លៃខ្ទង់$8សម្រាប់បន្ទប់ក្រែមួយដែលមានកង្ហារណាប៉ុន្តែបើបន្ទប់ក្រែមួយដែលមានម៉ាស៊ីនជែកតម្លៃវារៀងថ្លៃជាងហ្នឹងហើយបរិយាកាសនៅជុំវិញផ្ទះសំណាក់ហ្នឹងគឺស្ងប់ស្ងាត់បរិយាកាសល្អខ្លាំងមែនតើមិនមានសំឡេងអីរំខានទេ
មានតែសម្លេងចាបសម្លេងសត្វផ្សេងស្រាយជីបចាត់ធ្វើឲ្យយើងមានអារម្មណ៍ fresh ស្រស់ស្រាយពេលដែលយើងលំហែពីការងារនៅហត់ផ្សេងចឹងយើងអាចមកលំហែស្នាក់នៅផ្ទះសំណាក់នេះបានហើយយើងអាចចេញទៅដើរលេងនៅក្បែរពមូតរ៉េនឬក៏សេះសមុទ្របាញ់ទឹកអីនោះវានៅជិតនឹងទេវានៅឆ្ងាយទេបងប្អូនជួយតែមកផ្លែតដល់ហើយបាននិយាយអំពីការដេកវិញនេះបងប្អូននេះរូបអប្សរារបស់ខ្មែរយើងពិតស្អាតខ្លាំងមែនតើគាត់យកមកដេកនៅលើក្រែមើលទៅស្អាតខ្លាំងមានភាពតាក់ទាញវាសាមញ្ញប៉ុន្តែវាមើលទៅមានភាពតាក់ទាញហើយមានរូបប្រាសាទអង្គរវត្តដែលគំនូរគូដីគឺស្អាតខ្លាំងមែនតើយើងទៅបន្ទប់តម្លៃប៉ុណ្នេះយើងអាចថាទទួលយកបានចាស់มันជាថ្លៃពេកហើយក៏មិនជាតម្លៃធូរថ្លៃពេកដែរអញ្ចឹងណាព្រោះដោយសារតែផ្ទះសំណាក់នេះវារៀងស្តៀងសន្តាគារដែរហើយដែលអាចមើលឃើញ view ទៅខាងក្រៅអីផ្សេងអញ្ចឹងណាបើផ្ទះសំណាក់ផ្សេងតម្លៃវា$5អីបន្ទប់រៀងទូចហើយมันមានដេកអីស្អាតអីចឹងបងប្អូននេះបើមើល view ពីខាងជ្រុងទៅក៏ឃើញថាស្អាតខ្លាំងណាស់ពេលព្រឹកឡើងដែលយើងមើលពេលល្ងាចឡើងក៏អញ្ចឹងដែរព្រះអាទិត្យលិចនៅទីខាងនឹងដូចគ្នាអញ្ចឹងវារះវាចាំងមកគឺស្អាតខ្លាំងតែសិនបើពុកម៉ែបងប្អូននិយាយថាចង់មកលេងខេត្តកំពតអីមិនដឹងថាគេងនៅណានៅណីអីអាចមកគេងនៅទីស្នាក់នេះខ្ញុំ review នេះបានហើយមកសាក់បងទាំងអស់គ្នាទាំងស្បើយថានឹងខ្ញុំចេះតែនិយាយចឹងណាយើងមកបន្តអីតខ្លួនឯងយើងដឹងថាផ្ទះសំណាក់ដែរនឹងខ្ញុំ review ហ្នឹងវាយ៉ាងម៉េចដែរកុំឲ្យថានឹងខ្ញុំចេះតែ review បង្ហាញនេះនោះអីចឹងណាដោយសារខ្ញុំឃើញថាផ្ទះសំណាក់នេះវាបាននិយាយអំពីតម្លៃវិញអាចឲ្យនឹងខ្ញុំទទួលយកបានក៏ប៉ុន្តែប្រសិនបើបងប្អូនគិតថាតម្លៃនឹងវារៀងថ្លៃពេកដែលយើងដូចថាតម្លៃកង្ហាសោះហើយតែគាត់ថ្លៃម្ល៉េះអញ្ចឹងយើងអាចទៅជ្រាបមើលផ្ទះសំណាក់ឬក៏សន្តាគារណាផ្សេងដែលមានតម្លៃរៀងធូរថ្លៃជាងនឹងក៏បានដែរទៅតាមចិត្តពុកម៉ែបងប្អូនអញ្ចឹងណាប៉ុន្តែផ្ទះសំណាក់ដែលនេះខ្ញុំ review នេះគឺកន្លែងស្នាក់នៅឬក៏តម្លៃអីនេះខ្ញុំគិតថាសមរម្យអាចឲ្យយើងទទួលយកបានចឹងប្រសិនបើបងប្អូនមានចំណាប់អារម្មណ៍អីនេះខ្ញុំនឹងដាក់លេខទូរស័ព្ទឬក៏ page នៅក្នុងនោះហើយមួយវិញទៀតនៅមុខតែសម្រាប់នោះគឺគេមានលក់ជាបាយកាទៀវអីផ្សេងចឹងហើយកន្លែងគាត់គឺឆ្ងាញ់មានបាយផ្លូវមាន់ហើយនឹងកាទៀវផ្សេងចឹងគឺឆ្ងាញ់ហើយនេះគឺជាផ្ទះសម្រាប់របស់គាត់ណាវីដេអូរបស់នាងខ្ញុំនេះតែប៉ុណ្ណឹងសូមអរគុណច្រើនសូមជម្រាបលា